សួស្តីបងប្អូនអរគ្នាឥឡូវថ្ងៃនេះខ្ញុំមកបង្ហាញអំពី account ថ្មីដែលខ្ញុំទិញថ្ងៃហ្នឹងហើយខ្ញុំមកចែកម្លែកតាក់ទងទៅនឹង account ហ្នឹងអញ្ចឹងតាក់ទងទៅនឹង two step standard ខ្ញុំមាន account live ហើយគឺខ្ញុំប្រឡងជាប់ខ្ញុំ trade ដកលុយហើយដូចខ្ញុំផុសឲ្យឃើញរាល់ដងអញ្ចឹងឥឡូវខ្ញុំមក trade account two step pro ម្ដងតែអា two step pro ហ្នឹងអា two step ធម្មតាnóខុសគ្នាមិនអញ្ចឹងនេះតាក់ទងទំហំ account វាមាន 5000 10000 25000 50000 100000 និង 20000ចឹងខ្ញុំសម្រាប់ចិត្តទិញ25000ហើយតាក់ទងទៅនឹង evaluation stage បានថាចំណុចដែលយើងត្រូវប្រឡងចឹងវាមាន2ដំណាក់កាលវាមាន phase 1ដំណាក់កាលទី1គេឲ្យយើងនឹងរក profit ឲ្យបាន 6% អញ្ចឹង profit វាតិចជាងកាលពី account standard ធម្មតា standard ធម្មតាវា 8% ឬក៏ 10% តាមយើងយកទៅតែអានេះ two step pro ឲ្យយើងយកតែ 6% ទេហើយ minimum trading day គឺមួយថ្ងៃអញ្ចឹងបើយើង trade មួយថ្ងៃបាន 6% ហ្មងក៏បានដែរជាប់យកហ្មងអូខេហើយតែ maximum daily loss គឺតិចជាងមុនបានតែ 3% ទេដោយសារកាលពី standard 5% តែនេះសល់តែ 3% ទេអញ្ចឹងយើងអាចខាតក្នុងមួយថ្ងៃបាន 3% យើងរកចំណេញតែ 6% ទេអញ្ចឹងវាតូចជាងមុនហើយយើងខាតក៏តិចជាងមុនដែរអូខេដល់ពេល maximum overall loss គេឲ្យយើងតែ 6% ទេអញ្ចឹងនិយាយឲ្យស្រួលស្ដាប់នេះអូខេ overall loss ជាមួយនឹង profit target ដែលគេឲ្យយើងគឺ 6% ដូចគ្នាអញ្ចឹងវាស៊ីសងគ្នាបានបើសិនជាយើងគិតថាយើងអាចធ្វើបានសាកល្បងយកទៅអញ្ចឹងខ្ញុំទិញយកមួយហើយប្រឡងហើយបើធ្លាក់ជាប់ចាំខ្ញុំអាប់ដេតថែមទៀតខ្ញុំអត់ខ្មាស់ទេធ្លាក់ប្រហែលដងក៏ខ្ញុំទិញទៀតដែរហេតុផលដែលខ្ញុំទិញដោយសារអីបើកលុយមួយអាទិត្យម្ដងជាមួយខ្ញុំបង្ហាញឲ្យមើលតដល់ក្រុមដល់ពេល phase 2នេះ step ទី2អញ្ចឹង profit target នៅតែ 6% ដដែលអញ្ចឹង step 1ក៏6 step 2ក៏6ហើយមួយថ្ងៃជាប់ក៏បានដែរអត់បញ្ហាទេអញ្ចឹងដូចគ្នាដដែលក្នុងមួយថ្ងៃឲ្យខាតច្រើនបំផុត 3% ខាតច្រើនសរុបនៃ account គឺ 6% ខ្ញុំព្យាយាមនិយាយខ្មែរខ្ញុំអត់ចង់និយាយអង់គ្លេស max overall loss ហ្នឹងមិនន័យថាយើងខាតច្រើនបំផុតគេឲ្យ 6% ហ្នឹងឯងអូខេអញ្ចឹងអានេះ inactivity អានេះខ្ញុំមិនបាច់និយាយក៏បានដែរតែពិតបញ្យល់ឲ្យបន្តិចចុះបើន័យថាក្នុង30ថ្ងៃបើយើងអត់ trade សោះគឺគេបិទ account ចោលហើយចង់ trade ម៉ោងព័ត៌មានក៏ trade ទៅចង់ hold ឆ្លងយប់ថ្ងៃច័ន្ទដល់សុក្រក៏ hold ទៅ hold ឆ្លងដល់ថ្ងៃអាទិត្យចុងសប្តាហ៍ទៀតក៏ឲ្យតែឆ្លងបានដែរ hold ចោះអត់បញ្ហាទេដល់ពេលមក master account យើង trade ជាប់ពី step ហើយយើងមក trade account master បើន័យថា account trade ដកលុយបាននៅដូចគ្នាទៅដែរmaximum daily loss គឺគេឲ្យយើង 3% ក្នុងមួយថ្ងៃខាតច្រើនបំផុត 3% អូខេ maximum overall loss គឺនៅតែ 6% ដដែលអញ្ចឹងទាំងstep 1ទាំង step 2ទាំង account master ហ្នឹងគឺនៅតែប៉ុណ្ណឹងដូចគ្នាអត់មានខុសគ្នាទេ maximum risk per trade idea កន្លែងនេះគឺចង់សំដៅទៅលើការដែលយើងចូលទៅ trade បើសិនជាយើង hold card ឬក៏យើងបិទ card ហើយយើងនៅតែបន្ត trade ទៀតក្នុងរយៈពេលក្រោម10នាទីគេឲ្យច្រើនបំផុតតែ 2% ណាបើសិនជា account 50000ឡើងបើសិនជា account ក្រោម 50000 គេឲ្យ 3% ណាអាហ្នឹងសំខាន់ណាអ្នក trade ខ្លះអត់ចាប់អារម្មណ៍ឡើយហ្នឹងបាន account master មកដាច់វិញដដែលដោយសារអត់បានមើលអាហ្នឹងអូខេអញ្ចឹងខ្ញុំមានចំណុចប៉ុណ្្នឹងដែលចង់បង្ហាញហើយតាក់ទងទៅនឹងកន្លែង pay out គេដាក់ថា reward circle មិនន័យថាឲ្យយើងនឹងទទួលបានលុយដែលយើង trade ចំណេញ weekly មួយអាទិត្យម្ដងអញ្ចឹងគេឲ្យយើងនឹង 80% អញ្ចឹងបើ trade ចំណេញគេដកយក 20% split ចេញ 80% មកឲ្យយើងអូខេ request every 7 days បើន័យថា7ថ្ងៃចាប់ពីថ្ងៃដែលយើងចាប់ផ្ដើម trade account master ទៅគេឲ្យយើងដក minimum reward 1% បើន័យថាលុយដែលយើងត្រូវដកតោះតែយើង trade ចំណេញទំហំ 1% នៃទំហំ account យើងឡើងទៅបានគេឲ្យដកបានឧទាហរណ៍ account ខ្ញុំទិញ 25000 អញ្ចឹងខ្ញុំត្រូវ trade ចំណេញ $250 វាស្មើនឹង 1% ដើម្បីខ្ញុំស្នើដកបានអូខេអញ្ចឹងយកមើលខ្ញុំដកចេញសិនមួយអាទិត្យម្ដងឧទាហរណ៍ $250 ដកចេញនឹង 20% ស្មើនៅសល់ 200 អញ្ចឹងមួយអាទិត្យដកបាន 200 មួយអាទិត្យដកបាន 200 បើសិនជាខ្ញុំ trade បាន 1% បើសិនជាបានលើសហ្នឹងអូខេកាន់តែល្អប៉ុន្តែ target របស់ខ្ញុំដែលខ្ញុំទិញ account ហ្នឹងមកគឺខ្ញុំចង់ trade យកក្នុងមួយ payout 1% ដែលគេដាក់ឲ្យនេះបន្ទាប់មកដក profit share ឲ្យគេហើយនៅសល់$200 អញ្ចឹងបើសិនជាខ្ញុំធ្វើបានល្អ
ក្នុងមួយអាទិត្យខ្ញុំដក200មួយអាទិត្យខ្ញុំដក200 4អាទិត្យខ្ញុំដកបាន800ពី account មួយហ្នឹងហើយនឹងខ្ញុំមាន account 50000របស់ខ្ញុំមួយទៀតនៅ two step standard អានេះ two step standard នេះខ្ញុំមាន account 50000មួយទៀតអូខេហើយខ្ញុំមាន account 25000នៅ Hola Prime ខ្ញុំមួយទៀតអញ្ចឹងចេះមួយអាទិត្យដកលុយច្រើនដងដែរអញ្ចឹងហើយព្យាយាមធ្វើទៅជាមួយខ្ញុំនិយាយបកទៅតាក់តងទៅនឹង trading ឥឡូវគេកំពុងតែ trending ខ្លាំងមិនអ្នកខ្លះគេថាបោកចេះអ្នកខ្លះគេថាបោកចុះអូខេយើងកុំជំទាស់គេបើគេគិតថាមិនក៏គិតអញ្ចឹងទៅឥឡូវដូចឧទាហរណ៍ខ្ញុំមកធ្វើវីដេអូបង្ហាញនេះអត់មានបានប្រយោជន៍អីពី funding pip នេះទេ funding pip គ្មានបានអីមួយសេនមកខ្ញុំទេគឺខ្ញុំ trade នៅក្រុមហ៊ុនហ្នឹងហើយខ្ញុំបានលុយពីក្រុមហ៊ុនហ្នឹងហើយខ្ញុំចែករំលែកផ្លូវដែលខ្ញុំ trade បានលុយហ្នឹងធ្វើយ៉ាងម៉េចដើម្បីបានលុយមកអញ្ចឹងណាចាត់ទុកថាខ្ញុំជាតិនេះគុណបនឪពុកម្ដាយខ្ញុំគាត់ឲ្យខ្ញុំរៀនអង់គ្លេសអញ្ចឹងទៅខ្ញុំវាឆាប់បានពេលយើងមានអង់គ្លេសនៅក្នុងខ្លួនយើងចង់ធ្វើអីមួយឃើញគេដាក់អង់គ្លេសអស់ហើយហ្នឹងអញ្ចឹងយើងអានតែអាហ្នឹងទៅយើងយល់នៃគេហើយអញ្ចឹងណាហើយបើបងប្អូនណាដែលរៀងមិនសូវបកកាយភាសាអង់គ្លេសទេអូខេអាហ្នឹងឧទាហរណ៍ថាបើនៅក្នុងក្រុមខ្ញុំចិត្តតែជួយដើម្បី support ខ្ញុំប្រាប់តាក់តងទៅនឹងចំណុចមិនអីចឹងទៅតែបើថាចិត្តតែខ្លាចមកខ្លាចក្រោយខ្លាចខ្ញុំបានប្រយោជន៍ចេះខ្លាចបានប្រយោជន៍ចុះទៅរកពីណាជួយក៏រកទៅខ្ញុំអត់មានទៅមកបានប្រយោជន៍ស៊ីពីបងប្អូនទេណាខ្ញុំមិនតែនាំបងប្អូនមកឲ្យបើក account ជាមួយខ្ញុំហើយខាតលុយរាប់រយរាប់ពាន់ដើម្បីខ្ញុំបានលុយ10 20រៀលហ្នឹងទេខ្ញុំមិនចង់បានចឹងទេខ្ញុំមានតម្លៃរបស់ខ្ញុំរស់នៅដោយប្រើចំណេះខ្ញុំយកលុយពីក្រុមហ៊ុននេះមកលុយស្របច្បាប់លុយដែលប្រើចំណេះជំនាញរបស់ខ្ញុំអញ្ចឹងខ្ញុំនិយាយច្រើនពេកមកខុសច្រើនអញ្ចឹងប្រធានបទធំថ្ងៃនេះគឺខ្ញុំចង់បង្ហាញអំពី account នេះឥឡូវខ្ញុំចាប់ផ្ដើមសាកល្បងជាមួយវាអញ្ចឹងបើសិនជាខ្ញុំជាប់ខ្ញុំបាន account មួយនឹងទៀតគឺមួយអាទិត្យដកលុយម្ដងខ្ញុំ screenshot ទុកណាអញ្ចឹង step 1 6% step 2 6% ត្រូវចាំ maximum daily loss តិចជាងមុន maximum overall loss គឺតិចជាងមុនអូខេ 6% ទេបន្ទាប់មក reward cycle គឺ 80% យើងចំណេញបានប្រហែលគេដកឲ្យយើង 80% អូខេ7ថ្ងៃ request ដកលុយម្ដងឥឡូវខ្ញុំទិញហើយនេះថ្មីចេះ 25000 សូនអត់មានលុយទេអត់បាន trade ទេអូខេនេះតម្លៃទិញបន្ទាប់ពីមានកូដ discount ហើយដោយសារគេបញ្ចុះតម្លៃ 20% នៅសល់តម្លៃ$107ឃើញទេយកលុយទៅវិនិយោគនេះមិនមែនគ្រប់យ៉ាងបានដល់ងាយទេអញ្ចឹងលុយហ្នឹងបើសិនជាប្រឡងធ្លាក់បោះចោលឃើញអត់បើសិនជាប្រឡងជាប់យកលុយនេះ account សំទោសបើសិនជាប្រឡងជាប់យក account នឹងមក trade ដកលុយប្រចាំអាទិត្យទៅឃើញទេអញ្ចឹងឃើញល្អហ៎មានតែបោកប្រាស់បងប្អូនណាទេនេះយកលុយទៅខ្លួនឯងទៅទិញ account ហ្នឹងយកមក trade ហើយអ្នកដែលអកតេទៅលើវិស័យ trade ហ្នឹងបើកចិត្តមើលគេខ្លះទៅលោកអើយសម័យនេះ2026ហើយហ្នឹងហើយដូចខ្ញុំធ្លាប់និយាយអញ្ចឹងពីមុនមកគាត់ទៅលើតែរឿង trade ហ្នឹងគេថាបោកគ្រប់តែគ្នាហ្នឹងតែឥឡូវនេះឃើញទេឃើញភ្នែកអត់គេបោករបៀបម៉េចបើគេយកលុយទៅទិញពាក្យប្រឡងហើយប្រឡងជាប់បាន account មក trade បានលុយហ្នឹងអាហ្នឹងបោកដែរតែបោកពីណាយ៉ាប់មែន